បាទខ្ញុំទិនពីលូបាទសូមអនុញ្ញាតគោរពជម្រាបសួរប្រិយមិត្តដែលកំពុងតែតាមដានស្ដាប់ការផ្សាយរបស់វិទ្យុទិនពីបាទដែលថ្ងៃនេះគឺពួកយើងបានចាប់ផ្ដើមសម្ពោធដំបូងបាទជាថ្ងៃដំបូងនៃកម្មវិធីវិទ្យុទិនពីបាទហើយជម្រាបផងដែរបាទថាវិទ្យុទិនពីនេះគឺមានការសហការរួមគ្នាជាមួយនឹង Page ទិនពីលូរួមជាមួយនឹងត្រូលខ្មែរទិនពីបាទហើយថ្ងៃនេះគឺយើងនឹងរៀបរាប់អំពីកម្មវិធីរបស់វិទ្យុយើងខ្លះៗជូនជម្រាបជូនទៅកាន់បងប្អូនដែលគាំទ្រតាមប្រព័ន្ធបណ្ដាញសង្គម Facebook បាទហើយយើងនឹងរៀបរាប់នៅពេលបន្តិចទៀតនេះតែឥឡូវនេះខ្ញុំសូមណែនាំលោក admin ដ៏ស្រស់សង្ហាបាទនៅទំព័រត្រូលខ្មែរទិនពីបាទគឺថាមហាសង្ហាទៅហើយម៉ែអើយអរគុណបាទយេចូលឲ្យធ្វើស្អីណាចូលចុចសេកតិចណាតាស្រីតាអូខេបាទជំរាបសួរបាទប្រិយមិត្តអ្នកស្ដាប់ទាំងអស់បាទដែលកំពុងតែតាមស្ដាប់នៅអគ្គដ្ឋានបាទខ្ញុំបាទនេះតិនហ្វីនៅទំព័រត្រូលខ្មែរតិនហ្វីបាទអូបាទអូខេអានេះជាដៃគូពិសេសរបស់ខ្ញុំតិនហ្វីលូគាត់ធ្វើការក្នុងលូដែររាល់ថ្ងៃហ្នឹងចេះចូលហែកគេគ្នាក្នុងវិទ្យុណាបាទយោបាទអូខេនេះពួកខ្ញុំនេះគឺថាមានមោទនភាពណាស់ដែលកំពុងតែពំនាំជូននៅកម្មវិធីថ្មីបាទថ្មីសាឡាងម្ដងក្នុង Facebook មកណាបាទហើយយើងក៏មានកម្មវិធីច្រើនដូចជាបាទកម្មវិធីរន្ធត់បាទរន្ធត់ហ្នឹងគឺដូចថាយើងនិទានរឿងខ្មោចបាទអូខ្មោចបាទខ្មោចអូនខ្លាចគឺថានិទានរឿងខ្មោចហ្នឹងគឺកម្មវិធីហ្នឹងវាមានឈ្មោះថារន្ធត់ញ័រផ្លោកបាទអូធម្មតាទេស្ដាប់ទៅវា20រន្ធត់ហើយ20រន្ធត់ហ្នឹងវាធ្វើឲ្យញ័រផ្លោកបាទគឺដៃរបស់យើងក្តោបបាទក្តោបបាទហើយកម្មវិធីមួយទៀតនោះគឺសំណូមពរបទចម្រៀងតាមក្បាលវ៉ាល់បាទទាំងអស់គ្នាអាចខលចូលសំណូមពរបានបាទតែនិយាយលេងណាខលមិនចេញទេបាទហើយមួយទៀតនោះគឺដោះស្រាយវិបត្តិបាទគ្រប់ភេទគ្រប់សន្តានបាទហើយមានដូចជាបាទវិបត្តិផ្លូវចិត្តបាទផ្លូវកាយផ្លូវអីទៀតបាទផ្លូវភេទបាទចូលចិត្តភេទចិត្តខ្ញុំចូលចិត្តដែរបាទវិបត្តិគ្រួសារនានាបាទហើយបើសិនជាបងប្អូនមានវិបត្តិដូចជាផ្លូវចិត្តផ្លូវភេទហ្នឹងអាច comment នៅក្នុងវីដេអូរបស់យើងខ្ញុំបាទហើយពួកយើងនឹងជ្រើសយក comment អ្នកទាំងអស់គ្នាមកធ្វើជា topic ហើយការកំសាន្តរបស់ពួកយើងនោះគឺបង្កប់នៅសារអប់រំបាទអប់រំសំខាន់បាទហើយមានអីបន្ថែមលោកតិនហ្វីលូយើងគឺថាមិនផ្លេចទេចំពោះរឿងសារអប់រំបាទគឺក្តៅអប់រំបាទដាស់តឿននៅយុវជនយុវវនារីខ្មែរកុំឲ្យភ្លេចភ្លាំងបាទកុំឲ្យភ្លើតភ្លើនជាពិសេសអាពាក្យថាស្អាត BB បាទស្អាតណាស់ BB ស្អាត BB បាទស៊ីមកតំបងអីទេឥឡូវនេះយើងមុននឹងបើកទំព័រកម្មវិធីយើងឆ្លៀតឱកាសនេះរលុយបន្តិចសិនបាទជួបជាមួយនឹងអ្នកឧបត្ថម្ភកម្មវិធីយើងត្រួសសិនបាទបើរកឃើញរកទៅបាទហាងអស់ហ្នឹងរកមិនឃើញទេដេកឆាំទៅបាទចូលរួមឧបត្ថម្ភដោយចាប់បើកហើយផ្សារយើងបិទទៅវិញហើយអូ no សាលាបង្រៀនជួសជុលរថយន្តបែកស្លុយមានទទួលបង្រៀនតធ្មេញកណ្ដុរតធ្មេញឆ្កែធ្មេញសេះដែលមានគ្រូជំនាញរាប់លានឆ្នាំមកពីបរទេសចំពោះវគ្គសិក្សាបង្រៀនតធ្មេញឆ្កែយើងខ្ញុំនឹងចុះតម្លៃជូន 50% បើសិនជាបងប្អូនយកឆ្កែមកផ្ទាល់ខ្លួនជាមួយម៉ូតូ Dream សង់ចេញថ្មីម៉ាក Suzuki ឆ្នាំ2015បំពាក់ដោយឆ្នាំងដាំបាយទូទឹកកកម៉ាស៊ីនបោកខោអាវនិងរបស់របរផ្ទះបាយជាច្រើនមុខទៀតបាទគុណច្រើនបាទប្រិយមិត្តអ្នកស្ដាប់ឥឡូវនេះយើងត្រឡប់មកចូលកម្មវិធីយើងវិញសិនបាទបន្តិចសិនមុននឹងបញ្ចប់កម្មវិធីបាទហើយចង់ជជែកលេងបន្តិចបាទជាមួយលោកប្អូនតិនហ្វីបាទធម្មតាត្រង់មកយើងនិយាយគ្នាចឹងហើយមិនដែររឿងស្នេហាហឺតហ៎បងអូអើយស្នេហាស្អីនិយាយឃើញក្នុង Facebook ផុស single រហូតហ្មងដូចរោមបានដូចដាច់ខ្យល់ហ្មងមិនដឹងអាម៉េចដែរបើថាមុខវាអន់ហ្នឹងមិនថាទេបើសង្ហាបើចង់ប្រហែលយើងជេរមុខវាសង្ហាតែយើងគ្មានថ្មីមាត់បាទសំខាន់ស្រឡាញ់សកុននីសាហើយងាប់ហើយមុខអញ្ចឹងស្រឡាញ់សកុននីសាហើយអើយធ្វើម៉េចកម្មយើងទ្រាំទៅណាផុសទៅ single ហ្នឹងក្នុង status ផុសហើយក៏លោកគេចាប់អារម្មណ៍បាទហើយអាម៉េចដែរបងប្អូនខ្ញុំវារលូនលោកឲ្យរលូនណាស់បាទដូចខ្លាញ់ក្នុងទឹកនេះអូ
ណាណៃទេមើលទៅ ករីឡូបានលិតជាងគេខ្លះ អរគុណច្រើននៃប្រិយមិត្តអ្នកស្ដាប់ដោយតែអ្វីដែលយើងបានជម្រាបអញ្ចឹងយើងនឹងមានកម្មវិធីកំប្លែងសប្បាយបាទបែបអប់រំធ្វើការទទួលពីការរិះគន់របស់ប្រិយមិត្តដែលគ្រប់គ្រងបាទដូចជាខមមិនជាការរិះគន់ក៏ដូចជាខមមិនអ្វីដែលចង់ឲ្យពួកយើងធ្វើបាទយើងនឹងយកមកពិភាក្សាពិចារណាទាំងពីរបាទ ត្រូវហើយបាទ បាទអរគុណឥឡូវនេះយើងសូមបិទកម្មវិធីត្រឹមនេះសិនបាទកុំឲ្យអស់លុយអាប់ឡូតច្រើនពេក បើអ៊ីនធឺណិតវា slow ផងឥឡូវ អូដល់កហើយអរគុណច្រើនបាទគណៈពេលនេះបាទខ្ញុំតិនហ្វីលូ ហើយខ្ញុំបាទត្រូខ្មែរតិនហ្វី បាទសូមអរគុណ សូមជម្រាបលា នៅពេលនេះម៉ោង 9 អេទើបម៉ោង 5 ដែរ ម៉ោងនៅក្នុងនាឡិកាឪអញ ចុះនាឡិកាឪឯងដើរខុសច្រើនម៉េះ នាឡិកាឪអញងាប់ វាស្អីហ៎សូមជម្រាបសួរបាទប្រិយមិត្តអ្នកស្ដាប់ទាំងអស់បាទដោយតែបានរាយរាប់ប្រាប់ពីកម្មវិធីរបស់យើងគឺពីសប្តាហ៍មុនមកកាលពីសប្តាហ៍ទី1រួចមកហើយថានឹងមានកម្មវិធីនិទានរឿងខ្មោចហើយថ្ងៃនេះខ្ញុំមកតិនហ្វីនិងលោកបងតិនហ្វីលូបាទសូមបង្បែរអារម្មណ៍មកជួបនៅកម្មវិធីថ្មីគឺរន្ធត់ញ័រផ្លោកបាទ អូយអីផ្លោកវាចេះរន្ធត់នឹងញ័រអញ្ចឹង ហើយលបងហ្វីមដែលមើលរឿងខ្មោចទេហើយជួបខ្មោចជួបអីទេ អូអារឿងខ្មោចហ្នឹងវាឃើញដល់រហូតណាស់បង អីឃើញណាណា ឃើញនៅក្នុងរឿងហ្នឹង អូយចង្រៃណាស់ស៊ីគ្នាឯងនៅព្រឹកតែម្ដងណា ហ៊ានសើសស្នេហានេះទេ អូខេនិយាយអញ្ចឹងការខ្ញុំទៅលេងកំពង់សោមបានជួបហេតុការណ៍ចម្លែកមួយ វ៉ាចម្លែកយ៉ាងម៉េចទៅ កាលនោះខ្ញុំទៅលេងកំពង់សោមជាមួយមិត្តខ្ញុំមួយក្រុមហើយនឹងពូខ្ញុំម្នាក់ អូឯពូនោះស្រីប្រុសទៅ តាពូគឺប្រុសមិនដែរណាពូស្រី គេសួរទៅគេលោកមានស្រីឥឡូវបានទេ អូខេហើយខ្ញុំពេលបានទៅដេកផ្ទះសំណាក់មួយក្បែរឆ្នេរអូជទៀល អូអាឆ្នេរអូឈើទៀលហ្នឹងល្បីតែខ្មោចច្រើនណាស់លោកអូនអើយ ត្រូវហើយបងហើយថ្ងៃទី1ខ្ញុំបានដេកនៅម្ដុំហ្នឹងបន្ទាប់ពីដើរលេងមកព្រឹកហើយប្រហែលម៉ោង10យប់ពួកខ្ញុំក៏ត្រឡប់មកផ្ទះវិញ អូ ហើយរកកន្លែងគេងវិញគាត់ជួនអាពូម៉ាក់ខ្ញុំវាឃ្លាន ឃ្លានស្អីគេ ឃ្លានមឹកអាំង អូ ហើយអាពេលដើរមកផ្ទះសំណាក់ហ្នឹងវាឆ្លៀតទិញអាមឹកអាំងអាគេលក់នៅតាមផ្លូវហ្នឹងបាទធម្មតាទេវាស៊ីនៅតាមផ្លូវហើយប៉ុន្តែវាស៊ីអត់ ស៊ីមក ទៅសល់វាទិញ5ចង្កាវាស៊ីអស់2ចង្កាវាសល់3ចង្កាមកតរ៉ាធម្មតាផ្ទះសំណាក់គេមិនឲ្យយកម្ហូបចូលហ្នឹងហើយតើវាស៊ីអស់មកពាក់កណ្ដាលលំហែវាសល់3មឹកក៏វាឈប់ស៊ីព្រោះតែដល់មាត់ទ្វារហើយមាត់ទ្វារបន្ទប់ហើយក៏វាទុកនៅមាត់ទ្វារបន្ទប់ហ្នឹងតែម្ដងទៅ អូ ហើយវានិយាយថានេះស៊ីទៅណាអញស៊ីមកពាក់កណ្ដាលទេរួចមកក៏វាដាក់ចូលនៅមាត់ទ្វារហ្នឹងតែម្ដងហើយវាបិទទ្វារចោលហើយខ្ញុំជាឆ្ងល់ខ្ញុំសួរវាជួយនិយាយជាមួយអ្នកណា អូ ហើយខ្ញុំចាប់ដើមព្រឺក្បាលហើយណា សង្ស័យអើយ វាសុកវានិយាយអញ្ចឹងហើយក៏ខ្ញុំទៅខ្ញុំក៏វាអូខេបិទទ្វារដេកហ្មងទៅតោះតែខ្ញុំលឺអញ្ចឹងខ្ញុំភ័យផាត់ដែរណាធម្មតាទេហើយដល់ព្រឹកឡើងឃើញអាមឹកហ្នឹងអស់ហ្មងមឹកវានិយាយហ្នឹងគឺអស់ហ្មង អស់លេងហ្មង ហ្នឹងហើយអស់លេងហ្មងអត់សល់អីមួយទេឃើញតែចកាហ្មង ខ្មោចស៊ីទៅដឹងហើយ ខ្ញុំមិនដឹងដែរតោះមានអ៊ីមួយនោះមកគឺខ្ញុំជុំព្រោះអាមើលអាចកាហ្នឹងអ៊ីនោះមករ៉ាអ៊ីហ្នឹងគាត់អ្នករៀបចំបន្ទប់បាទអ្នករៀបចំបន្ទប់ ក៏ស្អាតដែរ គួសមតែអាយុតែទុំ30ជាងហើយ ចាស់ហើយ ហ្នឹងហើយតែមកគាត់មកសួរថាអូនអាមើលស្អីខ្ញុំមើលមឹកនេះអូយកមិញអ៊ីឃើញណា ឃើញស្អីគេ គាត់ថាឃើញឆ្មាលួចស៊ី អូ វាឆ្មាលួចស៊ីមឹកហ្នឹងគាត់ថាគាត់ដេញមិនទាន់ទេស៊ីអស់ទៅ វល់យក ខំតែប្រៃចង់ងាប់អ៊ីស៊ីអារម្មណ៍ហ្មង អីមិនទេលោកបង ហើយលំលងបានមួយថ្ងៃក៏ដើរលេងឆ្អែតមកក្លឹបលងមកមួយថ្ងៃថ្មីហ្នឹងហ្នឹងហើយក៏ចូលលេងដើរលេងក្លឹបទៅវាហួសដល់ម៉ោង2យប់ អូ មករួចនាំគ្នាចូលដេក នឹងមកខ្មោចចេញណា មកខ្មោចចេញហើយតែយើងនៅក្លឹបទេ អូ ហើយដេកប្រហែលបានកន្លះម៉ោងខ្ញុំក៏លឺសំឡេងមង្គន់កាច់ទឹក វ៉ា ព្រោះថាខ្ញុំដេកអាសាប់អសល់ហើយវាដេកមិនទាន់លក់អញ្ចឹងណា អូ ព្រោះសាប់តែខ្ញុំភ្ញាក់ខ្លួនមកគឺខ្ញុំក៏សម្លឹងមើលទៅបន្ទប់ទឹកសាប់តែឃើញសម្ោអាវសស្ទុងហោះចេញពីទ្វារបន្ទប់ទឹកហ្នឹងហ្មង ខ្មោចទៀតហើយខ្មោចទៀតហើយ អូណាខ្ញុំស្រាវហ្មងមែនតា អូយ
ខ្មោចដឹងតែខ្មោច អត់ទេមិនមែនខ្មោចបង អត់ស្អីវិញ ពួកម៉ាក់ខ្ញុំណា អូ អានោះវាជូអាចវាជូអាច អានោះវាខ្មៅរកពេលអាវសទៅឃើញហោះអាវសហោះហ្នឹងឥឡូវវាជាប់ឈ្មោះអា flying shirt អូ អាវហោះហើយនាំគ្នាលហើយចង់ងាប់ខ្ញុំហើយបានប្រមាណនោះគាត់ទៅលឺគួរគោះតុកហ្មង គេខ្ញុំមកនាំគ្នាភ័យហើយម៉ែខ្ញុំក៏ប្រាំថាបើសិនជាទៅណាឮសំឡេងតែគោះទ្វារតុកហ្នឹងគឺយើងកុំឆ្លើយហើយយើងកុំបើកអសោះ ទៅហើយកុំបើក ព្រោះអីខ្លាចវាមានបញ្ហាអីប្រាប់ថាវាចេះតែគោះទ្វារទេខ្ញុំក៏ក្តៅពេកខ្ញុំខ្មោចក៏ខ្មោចដែរអាចឆ្កែទេនេះខ្ញុំជេរទេ អូជេរសិន អាបកាច់ឯងក៏ម៉ែអញក៏ពត់អត់ដេកអានេះហើយគោះរកតាអីស្អីប្រាប់ថាបើកទ្វារមកម៉ែ អូខ្មោចហ៎ មែនទេ អីវិញ ពូខ្ញុំ ចង្រៃអូ គាត់មកខ្ចីឆ្នាំងសាកទូរស័ព្ទ ឯងខំតែស្រាវផ្លោក ហើយគាត់មកសួរខ្ញុំទេឯងអាណាគេជេរអញមិញខ្ញុំថាពូម៉ាក់ខ្ញុំនេះអា flying shirt នេះហើយស្អែកមកផ្ទះវិញ អញ្ចឹងសរុបមកវាខ្មោចទៅបង សរុបមកវាអត់មានខ្មោចលងទេ ឯងខំមកស្ដាប់មួយថ្ងៃស្មើខ្មោច អូយមិនរឿងចម្លែកខ្ញុំក៏មិនដឹងដែរវាអញ្ចឹងកើតឡើងវាអញ្ចឹង អញ្ចឹងសរុបសេចក្តីទៅយើងអត់មានខ្មោចអីទេណាក្នុងโลกនេះ បាទតែខ្ញុំចង់ប្រាប់បន្តិចថាបើសិនជាបងប្អូនដែលធ្វើដំណើរទៅតាមទីរួមខេត្តឬក៏ដើរលេងកម្សាន្ត បាទ តាមបណ្ដាផ្ទះសំណាក់បងប្អូនអាចកុំរញ៉េរញ៉ៃគេបើសិនជាបងប្អូនទៅសម្រាកបងប្អូនសូមកុំប៉ះពាល់របស់គេហើយជាពិសេសនៅពេលដែលយើងរៀបនឹងគេងបងប្អូនអាចថ្វាយបង្គំនៅលើខ្នើយចំនួន3ដងបាទហើយឬក៏សុំគេថាថ្ងៃនេះខ្ញុំមកសម្រាកបាទអញ្ចឹងទេគេមិនធ្វើឲ្យយើងទេបាទ បាទ អូខេ ហើយខ្ញុំក៏សូមផ្ដាំផ្ញើដែរបាទបងប្អូនទៅលេងកំសាន្តផ្ទះសំណាក់ដូចលោកប្អូនតិនហ្វីត្រូខ្មែរអញ្ចឹងគឺថាពេលជុកអាចហ្នឹងចាក់ទឹកផងបាទកុំធ្វើហ្វាមអ្នកសម្អាតពេកបាទ អារ៉ាមកចាក់ទឹកទេឃើញអាចកង់តែហ្មងអាអ្នកចូលទៅវល់លួសបលឹងស្មាខ្មោចអាច បាទអរគុណច្រើនបាទសម្រាប់បងប្អូនដែលគាំទ្រទំព័ររ៉ាឌីយ៉ូតិនហ្វីបាទជាទីមេត្រីដែលតែងតែ like comment និង share បាទអរគុណដោយសារតែកម្មវិធីយើងបានដល់ទីបញ្ចប់ទៀតហើយបាទថ្ងៃនេះ បាទតែមុននឹងបញ្ចប់នៅកម្មវិធីបាទសូមឡើងរួមទាំងអស់គ្នា បាទរួមនេះសុបាយណាស់បងប្អូន បាទជួបគ្នានៅសប្តាហ៍ក្រោយតាមពេលវេលានៅម៉ោងដដែលបាទបាយសុបាយមែនណាអូណែនេះលើណាជន់ជើងអញជន់ជើងវាយវើយបាទវាយដាក់អើអត់ធ្វើមកអើយវាយស្អីបងអើយពាក់ម៉ាស់វាដែរដល់មករំនៅពាក់ម៉ាស់ផងស្អីដាក់ទៅចុះមករំណាណូគ្រឿងស្វាល់ណាគូធំ នៅពេលនេះម៉ោង 12 ស្អីទៀតណា ម៉ោងនៅប្រទេសក្លាវ៉ែប អូយប្រទេសស្អីកាហ្នឹង ដឹងទេវើយ ចេះតែថាទៅ ណែលឺដល់ក្មេងសម័យឥឡូវចូលចិត្តធំដល់ហើយ ធំมันទៅស្រួល វាស្រួលយ៉ាងម៉េចទៅបងអើយ ទីសល់សាយបង បងលេងទៅអញ្ចឹង ចាត់មកដកគូធំយេធំរបស់គេមែនណា អាយ៉ាតលុកតលុនធម្មជាតិតែម្ដងណាតលុំតលី ធំមែនលបងព្រៀនសម្បាច់គាត់ថាធំតែឃើញហ៎ សង្ស័យក៏ធ្លាប់ឃើញហ្នឹងដែរ ធំយ៉ាង ចាត់ដល់ដកគូបាទ ទៀតក៏ធំ នេះធំទេណា សង្ស័យ ធំ អីស្អី ធំទេណា គាត់ថាធំនឹងធំអី ជឿដល់អាយដល់ខ្ញុំទេ ពុតខោលេងក៏ធំមើលពីអាវធំសង្ស័យតែនាង មិនបងនេះមិនអីដល់ ដាក់អាវប៉ងធំ តែរហ័សតែចាញ់បោកណា បានរំប៉ុណ្ណឹងបានណា បាទណា តោះឥឡូវយើងចូលមកសូយើងវិញហ៎បាទឃើញថាមិញនេះរំលេងសុបាយដែរណាបានរំជាមួយខ្ញុំទេហ្នឹងណា បែកញើសជោគតែម្ដងណាជោគឃ្លៀកតែម្ដងណា អូខេអរគុណឥឡូវនេះយើងចូលមកកម្មវិធីយើងវិញបាទដូចតែបានសន្យាកាលពីសប្តាហ៍មុនបាទហើយថ្ងៃនេះគឺយើងមានកម្មវិធីពិសេសមួយទៀតសម្រាប់ប្រិយមិត្តរ៉ាឌីយ៉ូតិនហ្វីយើងបាទគឺតិនហ្វីទាំងពីរដែលមានខ្ញុំបាទតិនហ្វីឌូ ហើយខ្ញុំបាទត្រូខ្មែរតិនហ្វី អ
សុខសប្បាយដែរលោកបងណា សុខសប្បាយបងចុះលបងវិញ អូអត់លិតដល់រហូត អត់លិតទេណា អត់លិតទេណាអរគុណឥឡូវនេះយើងនឹងចាប់ផ្ដើមកម្មវិធីនៅពេលបន្តិចទៀតនេះហើយយើងនឹងមានការចូលរួមសំណូមពរពីប្រិយមិត្តយើងយ៉ាងច្រើនបាទប្រហែលជា50 60នាក់ដែរថ្ងៃនេះបាទហើយយើងចម្រាញ់យកតែបាទ2កន្លះទេបាទ 5នាក់ដែរបាទ5ចិត្តអន់អីទេ បាទកុំអន់ចិត្តអន់ថ្លើមបាទបងប្អូនបាទសូមអញ្ជើញតែម្ដង បាទអូខេបាទឥឡូវនេះក៏កុំឲ្យខាត់ពេលវេលាយូរក៏យើងជួបជាមួយនឹងម្ចាស់សំណុំពរទី1បាទដែលគាត់មានឈ្មោះថាគឹមស្រីលីបាទគឹមស្រីលី លី បាទស្រីលីហើយគាត់បានសំណុំពរបទចម្រៀងមួយដែលមានចំណងជើងថាមនុស្សពិសេសបាទ ពិសេស ហើយបទហ្នឹងគឺបកស្រាយដោយលោកទីណា ទីណា Sweet Sweet បាទអូខេហើយបទនេះគាត់ក៏ចង់ផ្ញើជូនទៅដល់មិត្តស្រីរបស់គាត់បាទឈ្មោះលីន អូមានសង្សារហើយ មានហើយនេះប្រុសដែរហើយគ្រូញ៉ែប្រុសទេណា អត់ទេបាទតែអត់លិត អូខេបាទឈ្មោះលីនបាទបងស្រីលីនបាទឥឡូវនេះបានសង្សាររបស់ប្អូនផ្ញើទៅឲ្យបាទហើយណាមួយចិត្តដល់ថ្ងៃខួបកំណើតរបស់គេផងបាទហួសទៅហើយណាថ្ងៃ1ខែ28របស់យោ ហេមិនតាន់ដល់ណាតែ25ទេ អូត្រូវហើយចិត្តដល់ថ្ងៃសង្សាររបស់ប្អូនក៏បានផ្ញើជូនមកចិត្តនឹកទៅដល់ប្អូនហើយក៏ជូនពរថ្ងៃខួបកំណើតរបស់ប្អូនសូមឲ្យមានសុខភាពល្អបាទអាយុយឺនយូរហើយមានសម្រស់កាន់តែស្រស់ស្អាតបាទអូខេបាទឥឡូវនេះកុំឲ្យខាត់ពេលយូរយើងអញ្ជើញស្ដាប់ទាំងអស់គ្នាបាទមកអត់ក្បែរបានទេចូលមកអត់ក្បែរគ្នាចង់ប្រាប់ទៅពងងារថាស្រឡាញ់គ្នាបានទេសាកស្រឡាញ់គ្នា បាទអូខេបន្ទាប់ពីបានស្ដាប់នៅបទចម្រៀងសំណុំពរពីប្អូនប្រុសគឹមស្រីលីដែលជាបទចម្រៀងមនុស្សពិសេសបាទឥឡូវនេះក៏យើងបង្វែរអារម្មណ៍មកជួបជាមួយនឹងម្ចាស់សំណុំពរទី2បាទគឺប្អូនប្រុស Mr. អារ៉នបាទមិនដឹងឈ្មោះអានមិនទេបាទអានណាអារ៉ននេះទេ អារ៉ននេះអារ៉ន តាមអារ៉នមីឡនបាទអូខេបាទហើយគាត់ពេញចិត្តនៅបទចម្រៀង Hurt បាទឈឺចាប់ហិតតែថាជ័យជៀន បាទជ័យជៀនហ៎មែនទេនំប៉័ងសាច់ទេ អូអញ្ចឹងក៏បាន បាទអូខេបាទបទ Hurt នោះគឺជាការបកស្រាយដោយកញ្ញាឈិតបាទកញ្ញាឈិតផ្លោក ឈិតអត់លិតទេណា អត់លិត បាទអូខេបាទបទនេះគឺប្អូនប្រុសក៏បានផ្ញើជូនទៅដល់សង្សាររបស់ប្អូនបាទដោយសារតែមានការបែកបាក់គ្នាបាទ អូបាទ ដោយសារតែគាត់នឹងគឺភ្លើងប្រច័ណ្ឌ អូ ធម្មតាទេការស្រឡាញ់ទៅតែប្រច័ណ្ឌក៏តែហួសហេតុពេកវាអត់លិតទៅ ឥឡូវមិនហើយមើល ឥឡូវបែកគ្នាដែរ អូចំណា ហើយ យ ណាមួយនេះក៏អេរ៉ាស្អីនេះញ៉ែកន្ហើយ សំទោសប្រិយមិត្តបាទសំទោស បាទអូខេបាទហើយគាត់ក៏បានផ្ដាំផ្ញើទៅប្អូនស្រីដែលជាសង្សាររបស់គាត់នោះប្រាប់ថាសុំទោសបើសិនជាគាត់ធ្វើខុសបាទហើយសូមត្រឡប់មកគុករកគាត់វិញផង អូលឺទេបងអូន បាទបងអូនលឺទេបាទហើយសង្សាររបស់គាត់នោះគឺឈ្មោះសៀនរតនាបាទ តាណា បាទបងអូនស្រីបាទបើសិនជាលឺហើយបាទបងអូនស្រីសូមវិលទៅរកគាត់វិញផងបាទ ណាត់គាត់បាទ បាទដោយសារតែគាត់កែខ្លួនណាឈប់ធ្វើហើយ អូជប់ធ្វើអាចរិតថោកនេះហើយ បាទជប់ប្រច័ណ្ឌជួយអីបាទអូខេបាទកុំឲ្យសំតប៉ែច្រើនបាទស្ដាប់ទាំងអស់គ្នាតែម្ដងបាទ Let's go wow ស្នេហាមិនមែនជាល្បែងហ៊ានលេងហ៊ានសើចហ៊ានជុំបែងដងអ្នករងក្រៀមក្រំទឹកភ្នែកអ្នកយំស្ដាយឲ្យវាហួងទៅចុងស្រណងក៏អងពេលត្រូវបោះស្រាយ យ៉ាបាទឥឡូវនេះចប់មកបទទី2ទៀតហើយឥឡូវនេះចូលបទទី3បាទដែលជាម្ចាស់សំណុំពរបាទប្អូនស្រីបាទមកមួយគឹមបាទ មួយគឹមអា ស្រីស្អាតទេណាមើលណាមើលរូបណាញ៉េស្រីស្អាតទេ វ៉ាវចាប់អារម្មណ៍ហ្មងវ៉ៃ ណាកុំមែនណាបាទហើយប្អូនស្រីបាទក៏ពេញចិត្តនឹងបទបាទ One Girl បាទ One Girl បាទ One Girl ដែលជាការបកស្រាយដោយលោកសីហាតែម្ចាស់បទអូនអ៊ូកនោះ អូចូលចិត្តគាត់ដែរហ្នឹង ចូលចិត្តនឹង idol ខ្ញុំបាទមាន friend ជាមួយខ្ញុំដែរ អូ ក្នុង Facebook ហ្នឹង មុខមិន នៅក្រៅក៏ស្គាល់ដែរមុខគាត់លយណាស់ គាត់ដូចជ្រូក មែនទេសង្សារគាត់ដែរដូចជ្រូកបាទអូខេបាទហើយបងអូនស្រីក៏មានការផ្ញើចិត្តនឹកទៅដល់មិត្តភ័ក្តិរបស់បងអូនស្រីទាំងអស់គ្នាដែលឲ្យស្ដាប់កំសាន្តហើយនឹងផ្ញើមកខ្ញុំបាទតិនហ្វីហើយនឹងបងតិនហ្វីលូបាទសូមអរគុណច្រើន អរគុណច្រើនអរគុណ បាទអូខេបាទឥឡូវនេះបទរបស់បងអូននឹងចាប់ផ្ដើមចាក់ហើយបាទសូមអរគុណបាទសូមស្ដាប់បាទសូមស្ដាប់ បាទស្ដាប់អរគ្នាលោកជើញ Just one girl Just one girl បាន បានណា One Girl ហ៎ One
girl បាទគឺ one girl តែប៉ុណ្្នឹងទេ វាប៉ុណ្ណឹងមាន one girl គ្មានទៅមុខរួយទេ ធំលេះនាងអើយធំលេះនាងធំលេះ ធំម៉ាធំទៀត ធំទៀតហើយធំទៀត ចង់ធំចង់បន្ទោសឲ្យទៅបងវត្តណា គាត់ច្រៀងអញ្ចឹងឲ្យធ្វើមិន ហេបងវត្តនោះដូចស្និទ្ធស្នាលហើយណា គាត់ចូលចិត្តធំ ធំលេះនាង បាទហើយកាលណាយើងបង្វែរអារម្មណ៍មកស្ដាប់ចម្រៀងដ៏រលុងរលួយមួយទៀតបាទជាការពេញចិត្តរបស់បងអូនស្រីនីតា HD បាទ HD បាទមកស្រស់ស្អាតទេណា បាទអូខេបាទហើយបងអូនស្រីក៏បានពេញចិត្តនៅបទចម្រៀងមួយបាទស្រឡាញ់បងតួតែបេះដូងអូនឈប់ដើរ ហ្នឹងបត់ហ្នឹងចូលចិត្ត បទហ្នឹងមកអេមបាទអូខេបាទ ទៅខាងណាខ្លះមើលមើល បាទបទចម្រៀងហ្នឹងគឺបកស្រាយដល់កញ្ញាចិត្តកាញ់ចនាចង់តដិតវ៉េបាទដោយកញ្ញាគិតយ៉ា ហើយ ដល់កញ្ញាចិត្តកាញ់ចនាវ៉េឈ្មោះបាក់អាណាវ៉េបាទគេបងអូនស្រីក៏ផ្ញើជូនមិត្តភ័ក្តិទាំងអស់ដែលស្គាល់បងអូនស្រីទាំងអស់ទុកស្ដាប់កំសាន្តទាំងអស់គ្នានៅពេលរាត្រីលងលួចដល់ស្ងប់ស្ងាត់មួយនេះបាទអូខេបាទជ័យស្ដាប់បាទ ស្រឡាញ់បងតួតែបេះដូងមួយនេះឈប់ដើរស្រឡាញ់បងតួតែបងប្រាប់ថាបងមានថ្មីទោះបីកាលឆ្លេចាំនៅបន្តពេញមួយជីវិតស្រីក៏អូននឹងស្នេហ៍ចិនតារីចំពោះស្នេហាស្រឡាញ់បងតួតែបេះដូង ធំអីធំ បាទអូខេបន្ទាប់ពីស្ដាប់នៅបទចម្រៀងដ៏ពីរោះលងលួចដែលជាការពេញចិត្តរបស់បងអូននីតា HD ហើយបាត់ឥឡូវនេះក៏យើងចាប់ផ្ដើមនៅរីត្រីតក់ស្លុតមួយដែលមាន ប្រិយមិត្តប្រចាំសប្ដាហ៍របស់យើងបាទប្រិយមិត្តកូនប៉ៅហ្នឹងគឺប្រចាំសប្ដាហ៍តែម្ដង ប្រចាំតែម្ដងដោយសារតែគាត់ យកមកម្ដង បាទដោយសារតែគាត់មកគម្រាមសម្លាប់ មិនដាក់គម្រៀងឲ្យគាត់ទេគឺគាត់គម្រាមសម្លាប់ បាទគាត់គម្រាមសម្លាប់ទាំងពីរតែម្ដងតែបើមិនជឿនៅមើលខមមិនទៀត បាទមើលដាក់ បាទគាត់មិន គាត់មិនចាក់ចម្រៀងឲ្យគាត់ទេគាត់នឹងប្រហារតែម្ដង បាទធម្មតាទេដាក់សិតតែ photo ខមមិនមកទេបាទអូខេបាទប្រិយមិត្តនេះគឺឈ្មោះបាទអ៊ូជីនឡុងបាទ មើលមុខដែរបាទ មើលដាក់ទូរស័ព្ទទេរូប profile ទេបាទខ្លាចគេសម្លាប់មកទៅបាទគាត់ក៏បានពេញចិត្តអំបត់បាទបែកអូន5ខែអូនស្អាតជាមុនអាយ៉ារបៀបចូលអ្នកកណាស្ដាយដែរណា ស្ដាយក្លិនមិនល្អអញ្ចឹងណា បាទក្លៀក ឲ្យទៅហត់ក្លៀកទៅវិញបាទអូខេបាទអត់លិតហ្នឹងបាទអូខេបាទហើយបទនេះគឺជាការបកស្រាយរបស់លោក Ino បាទនៅ Sunday តែដឹងបាទនៅ Sunday បាទ Sunday សេដាន បាទអូខេកុំឲ្យរងចាំយូរបាទខ្លាចគាត់មានកំហឹងរកសម្លាប់ពួកយើងទៀតបាទអូខេហើយយើងក៏ចូលសម្ដាប់ជាមួយយើងទាំងអស់គ្នាបាទអញ្ចឹងបងក្រវត្តចោលឆ្ងល់នេះមកបែកបងដូចគ្មានរឿងអ្វីបែកភ្លាមឬអូនមានថ្មីសងសាថ្មីប្រៃNessa fumete Vandai mi menenu Sashinga តង់ឡំណា ចង់ស្ដាប់បទហ្នឹងទេ ចង់ស្ដាប់បទហ្នឹងបាទច្រៀងទាំងពីរនេះអត់តម្រួសឲ្យអ្នកទាំងអស់គ្នាស្ដាប់ បទនេះគឺថា version ថ្មីចេញបន្តិចទៀតបាទបន្តិចទៀតនឹងចាញ់ហើយបាទកំពុងអ្នកតំណងទៅខាងបងព្រាសវត្តគាត់ឲ្យច្រៀងអត់ បាទតែអ្នកតំណងគាត់សិន1គីឡូអត់ច្រៀងបាទបានច្រៀង ទៅដើមមកជីបគាត់អញ្ចឹងណា បាទដោយសារតែកម្មវិធីរបស់យើងក៏ឈានចូលមកដល់ទីបញ្ចប់បាទហើយក៏មុននឹងទីបញ្ចប់នោះគឺខ្ញុំសូមសំណូមពរខ្លួនឯងផ្ញើទៅដល់ប្រនាងតូចរបស់ខ្ញុំ អាចចូល គេមានស្នេហាមានអីមិនដូចមកឲ្យអត់លិតទេ អាប្លោក ឌឺណាហេង អូខេបាទបទនេះគឺបទ Hero បាទជាបទអង់គ្លេសបាទហើយក៏ផ្ញើជូនទៅដល់ប្រនាងតូចរបស់ខ្ញុំបាទស្ដាប់កំពុងតែស្ដាប់ហើយមើលទៅបាទហើយមួយយ៉ាងបងបងតិនវីលូ ហើយនេះវាផ្ញើជូនដែរណា មានស្នេហាផ្ញើជូនអាមី អាមីទេណា អាមីអើយអាមីលឺទេអាមី អាមីអាតាឈ្មោះអាមីលឺទាំងអស់ណា អាមីទាំងអស់យកទាំងអស់ទៅណា បាទអូខេបាទអូខេឥឡូវនេះក៏សូមលំអរកាំងជម្រាបលាបាទ បាទអរគុណយើងជួបគ្នាតាមពេលវេលាដែរនៅសប្តាហ៍ក្រោយ បាយបាយ I can be your hero, baby. I can kiss away the pain, oh yeah.
7 ម៉ោង 8 ម៉ោង 9 ម៉ោង 10 ស្អីគេម៉ោងច្រើនណាស់ម៉េះមួយណាប្រកាសម៉ោងនៅក្នុងហាងនាឡិកាច្រើនណាស់វើយមិនដឹងមើលមួយណាត្រូវទេបាទសូមអនុញ្ញាតគោរពជម្រាបសួរប្រិយមិត្តដែលកំពុងតែតាមដានស្ដាប់វិទ្យុតិនហ្វី FM 190 km ការ៉េជាទីគោរពរាប់អានបាទនៅពេលនេះកម្មវិធីរ៉ាឌីយ៉ូតិនហ្វីរបស់ពួកយើងបានត្រឡប់មកជួបប្រិយមិត្តទៀតហើយបាទតាមពេលវេលានិងម៉ោងដដែលបាទត្រឹមត្រូវហើយបាទមានបានអ្វីឡើយក្រៅពីការហើយថ្ងៃនេះមុននឹងចូលទៅក្នុងកម្មវិធីកំសាន្តសប្បាយយើងក៏មានព័ត៌មានប្រចាំថ្ងៃរបស់យើងផងដែរបាទគឺព័ត៌មានប្រចាំសប្តាហ៍គឺនៅថ្ងៃអាទិត្យនេះបាទសម្រាប់មាតិកាព័ត៌មានសំខាន់ៗនៅថ្ងៃនេះរួមមានកីឡាករ Cristiano Ronaldo បាទត្រៀមខ្លួនសូត្រមន្តរំដោះគ្រោះនៅឯសប្តាហ៍ក្រោយកីឡាករ Lionel Messi ពោះធំរយៈពេល3សប្តាហ៍បន្ទាប់ពីទស្សនកិច្ចនៅប្រទេសលីប៊ីលោក Sir Alex Ferguson មានស្នេហាលួចលាក់ជាមួយលោកឆៃវរៈយុទ្ធបាទរួមជាមួយនឹងសេចក្តីរាយការណ៍ព័ត៌មានជាបន្តបន្ទាប់កីឡាករបាល់ទាត់សញ្ជាតិប៉ូទុយហ្គាល់វ័យ29ឆ្នាំលោក Cristiano Ronaldo ដែលកំពុងតែលេងឲ្យក្លឹបយក្ស Real Madrid នៅក្នុងក្របខ័ណ្ឌលីកកំពូល La Liga របស់ប្រទេសអេស្ប៉ាញបានមានប្រសាសន៍ថាបន្ទាប់ពីខ្លួនយល់សុបិនឃើញកីឡាករ Neymar មានផ្ទៃពោះជាមួយនឹងកីឡាករ Sergio Ramos គាត់បានយល់សពនេះគាត់គិតថានឹងអាចប៉ះពាល់ទៅដល់អាជីពបាល់ទាត់របស់គាត់នៅឯថ្ងៃអនាគតបន្ទាប់ពីយល់សពអាក្រក់មួយនេះកីឡាករ Cristiano Ronaldo បានប្រារព្ធនៅកម្មវិធីសូត្រមន្តដោះគ្រោះនៅឯពហុកីឡដ្ឋាន Santiago Bernabeu ដែលមានភ្ញៀវកិត្តិយសចូលរួមជាច្រើនដូចជាលោកពាក់មីអ្នកនាងហឹមស៊ីវ៉ុនកីឡាករវ័យក្មេងសញ្ជាតិកម្ពុជាលោកច័ន្ទវឌ្ឍនាការនិងលោកខេមរៈសេរីមុននិងអ្នកនាងខ្ញុំមកធ្វើជាពិធីករកាត់នំផងដែរកីឡាករ Lionel Messi ពោះធំរយៈពេល3សប្តាហ៍បន្ទាប់ពីទស្សនកិច្ចនៅឯប្រទេសលីប៊ីកីឡាករបាល់ទាត់ Lionel Messi សញ្ជាតិអាហ្សង់ទីនបានពោះធំអស់រយៈពេល3សប្តាហ៍បន្ទាប់ពីទស្សនកិច្ចពីប្រទេសលីប៊ីលោកបានបន្តថាគាត់ពិបាកចិត្តខ្លាចមានកូននៅក្នុងផ្ទៃក៏បានទៅពិនិត្យពោះនៅមន្ទីរពេទ្យកាឡាម៉ែតអ្នកជំនាញគូប្លង់សញ្ជាតិបារាំងម្នាក់បាននិយាយថាបន្ទាប់ពីការពិនិត្យពោះរបស់កីឡាករ Lionel Messi ហើយគឺมันមានពាក់ព័ន្ធជាមួយនឹងកូនក្នុងផ្ទៃនោះទេគឺมันមានកូនដោយសារតែកីឡាករ Lionel Messi គាត់មានជំងឺកើតទីទឹកលោក Sir Alex Ferguson មានស្នេហាលួចលាក់ជាមួយនឹងលោកឆៃវរៈយុទ្ធប្រភពព័ត៌មានរបស់ CMCWC Toilet បានឲ្យដឹងថាលោក Sir Alex Ferguson ដែលជាអតីតអ្នកចាត់ការទូតរបស់ក្លឹបបិសាចក្រហម Manchester Unitedមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយនឹងលោកឆៃវរៈយុទ្ធតារាចម្រៀងរបស់ប្រទេសកម្ពុជាអ្នកលួចប្រមាញ់រូបថតប៉ាប៉ារ៉ាស៊ីបានលួចថតគូស្នេហ៍មួយគូនេះកំពុងតែញ៉ាំអីជាមួយគ្នានៅម្ដុំសាលាស៊ីសវ័តគឺកំពុងស៊ីប្រហិតអ៊ីខនបាទគួររំលឹកឡើងវិញផងដែរថាព័ត៌មាននេះគ្រាន់តែជាពាក្យចចាមរាមតែប៉ុណ្ណោះសូមអរគុណបាទអូខេបាទហើយវេលានេះខ្ញុំបាទតិនហ្វីបាទរួមជាមួយខ្ញុំបាទតិនហ្វីលូសូមលំអរកាយជម្រាបលាជួបគ្នាតាមពេលវេលានឹងម៉ោងដដែលបាយបាយរឿងស្នេហ៍កិនទៅឈឺក្បាលណាំងលោកអើយគ្មានបានអ្វីឡើយក្រៅពីការឈឺចាប់នៅពេលនេះម៉ោង 9 ស្អីទៀតហើយលើកនេះម៉ោងត្រឹមត្រូវវើយអូអរគុណហើយអញ្ចឹងមិនបាច់គួរសមទេបាទសូមជម្រាបសួរប្រិយមិត្តអ្នកស្ដាប់ទាំងអស់ដែលកំពុងតែតាមដានស្ដាប់នៅវិទ្យុតិនហ្វីវិទ្យុ Color ដែលមានប្រេកង់FM 190 km ការ៉េបាទនៅពេលនេះ
បាទខ្ញុំបាទតិនហ្វីរួមជាមួយនឹង តិនហ្វីត្រុកខ្មែរ បាទមកជួបអារម្មណ៍របស់អ្នកគ្រប់គ្រងទំព័រនេះទៀតហើយបាទហើយថ្ងៃនេះគឺយើងលើកយកនៅប្រធានបទល្អពិសេសបាទជាងច្រើនកកបាទជាង1លាន topic ឯណោះថ្ងៃនេះបាទតែថ្ងៃនេះគឺជា topic មួយដ៏សំខាន់សម្រាប់មិត្តនារីទាំងអស់ថ្ងៃនេះត្រៀមស្ពឹកแล้วណាលលេងអូខេអរគុណច្រើនឥឡូវកុំឲ្យខាតពេលយូរបាទយើងចូលទៅកម្មវិធីយើងតែម្ដងបាទប្រធានបទថ្ងៃនេះគឺនិយាយអំពីការប្រច័ណ្ឌរបស់ស្រីបាទស្រីបាទស្រីធម្មតាជាការប្រច័ណ្ឌគឺថាដូចខ្លាអូអត់បានទេថាមុនការណាឆ្មាដល់ការឲ្យខ្លាហ្មងខ្លាដូចពូរបស់មិត្តភក្តិខ្ញុំណាមិត្តភក្តិខ្ញុំហ៎បងគាត់មានសង្សារហើយថ្ងៃមួយនោះថ្ងៃព្រឹកឡើងគាត់ទៅជួបសង្សារគាត់ហូបបាយពីព្រឹកនោះបាទហើយក៏ទូរស័ព្ទគាត់ប្រើ iPhone បាទសល់ឡា5-10%ថ្មអស់សល់5-10%ស្រាប់តែសង្សារគាត់ឃើញទូរស័ព្ទអស់ 5-10% ចាប់ប្រើបញ្ជាណាតប៉ាទូរស័ព្ទនឹងថៃអស់ថ្មអាយុមិននិយាយមួយវិស័យណាអាប៉ែនោះគាត់មានណាគាត់លេងអា Pirate King ឯនោះ Clash of Clans ឯនោះគាត់មានទៅបាននិយាយមួយស្អីហើយគាត់ជេរច្រែកពេញនៅកន្លែងហូបអីហ្នឹងដល់ពេលស្អែកឡើងទៀតគាត់ខំជប់ឡើងគាត់អត់ខំលេគាត់សាកថ្មឲ្យពេញណាដល់ព្រឹកឡើងទៅជួបម្ដងទៀតថ្ម 100% 100%ណាអូអងលេងអីអត់ទេមកសេឲ្យទៀតថ្ម 100% ហ្នឹងយកមិញនិយាយមកណាបានផឹងបញ្ចូលថ្មកុំឲ្យអញដឹងហ៎អាតប៉ែកាចាស់ខោហោតគេថាមនុស្សស្រីគាត់ថាគួរយល់ចិត្តគ្នាបាទអាហ្នឹងគេហៅភ្លើងប្រច័ណ្ឌច្រើនវាធ្វើឲ្យអន្តរាយអត់លិតបាទហើយក៏មានជាច្រើនទៀតបាទដូចជាមិត្តភ័ក្តិរបស់ខ្ញុំនោះគឺសង្សារមហាកម្ពុជាប្រច័ណ្ឌលើពិភពលោកហើយវេទនាណាស់ឡើយគាត់លឺនេះគាត់ថាចុច like រូបស្រីគាត់ថាចុច like ប៉ក់ឆាតក្នុងព្រលាមបងឯងស្រឡាញ់គេហ៎មិនឯង like រូបគេហ្នឹងមិនឯងស្រឡាញ់គេមែនណាបុកឡាក្រក់ហ្នឹងមិនឯងស្រឡាញ់គេអានោះវាអើយអស់អាលីងហ្មងគាត់ថាចុច like ដល់ពេលស្អែកឡើងវាថាអញឈប់ចុច like រូបស្រីអញចុចរូប like រូបប្រុសម្ដងមើលស្រាប់តែចុចអីអាហ្នឹងឯងអីចុចប៉ក់ឆាតមកទៀតមកទៀតបងឯងខ្ទើយមែនណា like រូបស្រីមិនឯងខ្ទើយមែនណាបែរឥឡូវចង់កែភេទទី3ហ៎ខុសទៀតខុសអាហោតចាំតែខុសដែរចឹងមកថាស្រីគួរយល់ចិត្តប្រុសផងណាហ្នឹងហើយបងហ្វីដូចថាមានរឿងស្អីមានមួយដែរផ្ទះហើយនោះករណីស្អីទេវើយករណីហ្នឹងវាអញ្ចេះវាម៉េចពូហ្នឹងគាត់នៅផ្ទះអញ្ចឹងដៃប្រពន្ធនៅផ្ទះហើយថ្ងៃអាទិត្យប្រពន្ធទៅផ្សារគាត់នៅផ្ទះធ្វើការងារផ្ទះអូល្អប្តីល្អគាត់អត់បានទេល្អតែប្រហែលអត់បានដែរណាដល់ផ្លេះបានលិតបានអីទៀតធ្វើការផ្ទះគាត់ថាជូតផ្ទះចុះឡើងអើយវ៉ាន់ចុះឡើងគាត់ហត់ប្រពន្ធពីផ្សារនោះឃើញមហូបឃើញសាច់អញ្ចឹងនឹកឃើញប្តីក៏តេមកចង់ស៊ីអីស្លោអីអញ្ចឹងណាតែមកចៃដន្យនេះអាគាត់កំពុងហត់លើកទៅអត់ដកដង្ហើមចេះអញ្ចឹងអូខេតែប្រពន្ធណាអាបកៃយកស្រីមកដេកដល់ផ្ទះឯងមើលទៅវិញហើយគាត់ហត់សោះថាគាត់យកស្រីដេកផ្ទះមិនយកដេកមិនគាត់មកប្រពន្ធមកលើឃើញបាក់ដែរណាណាហ៊ានចង់ចាំយកក្រៅចេះតែប្រច័ណ្ឌខុសរឿងអញ្ចឹងចេះតែប្រច័ណ្ឌបាទបងប្អូនមិត្តនារីទាំងអស់បាទបងប្អូនគួរតែយល់បរោះយើងណាម៉ាបាទគាត់ស្រឡាញ់គឺស្រឡាញ់ហ្មងហើយបាទតែចំពោះតែពីរអ្នកខ្ញុំនេះគឺថាស្មោះត្រង់ណាជាពិសេសបងតិនហ្វីលូនិយាយពីស្មោះបរោះស្មោះស្នេហ៍ក្នុងពិភពលោកហើយសំខាន់លើអត់លិតគុំងមានអ្នកចឹងបានថាបាទបងប្អូនមិត្តនារីទាំងអស់បាទគូតែយល់ចិត្តបរោះកាន់តែខ្លាំងបាទដោយសារតែគាត់ពេលខ្លះគាត់មានមូលហេតុផ្ទាល់ខ្លួនឬក៏ជាសិទ្ធិផ្ទាល់ខ្លួនបុគ្គលបាទបងប្អូននារីគួរតែយល់បាទអំពីបញ្ហានេះផងដែរបាទហើយយើងក៏សូមបញ្ចប់តែត្រឹមនេះបាទសូមអរគុណដល់ការតាមដានស្ដាប់បាទរបស់អ្នកទាំងអស់គ្នាក៏ដូចជាការ like comment share ក៏ដូចជាការជេរផងដែរបាទដូចអត់តន់ឃើញអ្នកជេរទេបាទអូខេបាទហើយវេលានេះខ្ញុំបាទតិនហ្វីបាទរួមជាមួយខ្ញុំបាទតិនហ្វីលូសូមលំអរកាយជម្រាបលាជួបគ្នាតាមពេលវេលានឹងម៉ោងដដែលបាយឈប់ងមិនដែលគិតថាមានចិត្តចង់ក្បត់ថ្លៃឃើញអូននៅងចិនសានព្រួយក្រៃខ្លាចចរណៃប្រកាន់ឈប់ស្នេហ៍ពេលនេះនៅពេលនេះមិនដឹងម៉ោងប៉ុន្មានទេនាឡិកាដាក់បញ្ចាំបាត់ហើយសូមអរគុណ Love
special day. We should celebrate. បាទសូមអនុញ្ញាតគោរពជម្រាបសួរបាទប្រិយមិត្តបងប្អូនដែលកំពុងមានវត្តមានបាទនៅវិទ្យាល័យទូតកំពង់នេះទាំងអស់គ្នាបាទហើយក៏សូមជម្រាបសួរទៅកាន់បងប្អូនដែលកំពុងបើកស្ដាប់បាទតាមរយៈ Facebook ហើយបើកទំព័ររយោទិន2យើងផងដែរបាទថ្ងៃនេះគឺជាថ្ងៃផ្សាយផ្ទាល់ពិសេសបាទហើយយើងទាំងពីរនេះបានចុះមកដល់នៅមុខសាលាទូតកំពង់តែម្ដងបាទខ្ញុំបានទិន2បាទមកផ្ទាល់បាទថ្ងៃនេះជាមួយបងទិន2លូចំពោះសម្រាប់ថ្ងៃពិសេសតែម្ដងថ្ងៃស្អីដែរបងប្អូនថ្ងៃគេហៅថ្ងៃ Valentine គេនោះអូថ្ងៃ Valentine ខ្លះគេហៅថ្ងៃបុណ្យសង្សារតែវាមិនមែនទេស្អីវិញហ្នឹងថ្ងៃទិវានៃក្តីស្រឡាញ់តែសម្រាប់បៃអឺរ៉ុបទេយើងខ្មែរយើងគ្មានទេខ្មែរយើងវាអត់មានទេប៉ុន្តែយើងមានអតិពលខ្លះអតិពលវាវាយប្រហារហ្មងអើយបាទសូមជម្រាបថានៅថ្ងៃនេះពួកយើងមានវត្តមាននៅទីនេះហើយបាទបងប្អូនក៏ភ្លេចមកលេងយើងផងហើយមើលណាសង្ហាពីរនាក់ណាមើលទៅអរគុណបាទចំពោះសកម្មភាពបាទថ្ងៃនេះគឺយើងឃើញថាមានបងប្អូនយើងជាច្រើនមកជាពិសេសយុវវ័យហ្នឹងតែម្ដងយុវវ័យជិះមកគូបាទ sexy ដល់នម្នាក់នោះអូមកអស់អស់ចាស់ណាបាយអាហ្នឹងមកម៉ែមសាច់ម៉ែមខ្ញុំបាយហ្នឹងមកពីរនាក់ដឹងទៅណាទៅផ្ទះអំណាក់ដែរអរមុខកាប៉ែតហ្នឹងដឹងតែតណ្ហាសាច់អូខេបាទហើយមានអីបន្តបងបាទហើយលោកបងធ្វើដំណើរមកហ្នឹងមានសង្កេតឃើញស្អីខ្លះតាមផ្លូវទេបាទតាមផ្លូវហ្នឹងគឺឃើញថាមានអ្នកលក់ផ្កាលក់អីច្រើនអូបាទដូចជាផ្កាហើយនឹងតុក្កតាហ្នឹងណាហើយខាងណាម្ដុំនៅម្ដុំពេទ្យរស៊ីដូចខ្ញុំជិះមកឃើញអ្នកលក់ស្រោមនេះ fuck មានលក់ស្រោមទិញផ្ញើអីផងវើអែមិនហ៊ានចូលទិញ Pharmacy បាទអរគុណយើងចង់ជម្រាបជូនទៅដល់ប្រិយមិត្តយើងអ្នកស្ដាប់ខ្លះបាទថាប្រវត្តិ Valentine's Day ហ្នឹងវាយ៉ាងម៉េចដែលហៅថាបុណ្យនៃសេចក្តីស្រឡាញ់នោះបាទហើយយើងក៏មិនដឹងច្បាស់ដែរឮតពីម៉ែពីឪមកដែរទេនោះហ្នឹងវានៅស្រុកគេទេរាប់ម៉ឺនឆ្នាំដែរទៅដឹងបាទទៅដឹងឮថាបុណ្យហ្នឹងគឺគេធ្វើឡើងប្រពដើម្បីតែសេចក្តីស្រឡាញ់ទេតែដោយសារតែយុវវ័យខ្មែរយើងយល់ខុសមួយចំនួនហ្នឹងតែជាថាបុណ្យហ្នឹងសម្រាប់ទៅបូជាព្រហ្មចារីព្រហ្មចារាទៅវិញបើអញ្ចឹងផងណាពេលឆ្នាំទៅសង្កេតឃើញយ៉ាងម៉េចនោះបងឆ្នាំទៅឃើញថាផ្ទះសំណាក់នោះក៏ដាច់ឥតលហែតែហ្មងហើយបងសមត្ថកិច្ចអង្គុយចាំយាមុខផ្ទះសំណាក់ច្រើនណាព្រោះចេញមកចាប់ហ្មងបាទបងប្អូនឆ្នាំហ្នឹងណាទៅឡើយស្ងាត់វិញប្រយ័ត្នសមត្ថកិច្ចចាប់បាទឮថាបើចូលព្រឹកមួយថ្ងៃមួយហ្វ្រីល្ងាចមួយទៀតអញ្ចឹងបងណាបាទអូពូម៉ាខ្ញុំចូលដល់បាន discount ណានោះអូបាទអរគុណហើយលោកបងឯងគិតតែនាំសង្សារតាណាដែរថ្ងៃហ្នឹងថ្ងៃហ្នឹងខ្ញុំដំបូងហ្នឹងគឺនេះជាថ្ងៃបុណ្យសេចក្តីស្រឡាញ់ទេចំពោះខ្ញុំមិនមែនបានបុណ្យថ្ងៃបុណ្យសង្សារអីទេនាំទៅញ៉ាំអីធម្មតាឲ្យញ៉ាំសាគូអាំងអូអញ្ចឹងបងអត់លិតទេឌឺដែរសួរឌឺដែរវើយអត់លិតទៀតហើយយ៉ាងលិតទៀតហើយទៅលេងបាល់លិតហើយលេងបាល់អត់ជាតិវាតែប៉ុណ្្នឹងហើយជីវិតអរគុណច្រើនហើយបន្តិចទៀតនេះយើងនឹងមានកម្មវិធីជួបផ្ទាល់បាទសម្ភាសផ្ទាល់ជាមួយនឹងប្រិយមិត្តយើងដែលគាត់ធ្វើដំណើរឆ្លងកាត់ឲ្យពួកយើងនឹងចុះទៅសម្ភាសគាត់តារស់ថាតែយើងនៅឈរនិយាយយូរពេកខ្លាចគេសង្ស័យស្គាល់មុខដេញវាយឥឡូវសើតសម្ភាសជាមួយនឹងប្រិយមិត្តដែលជិះកាត់នេះតិចទៅនំប៉័ងផ្អែមនំប៉័ងបាយយងនំប៉័ងបាយ័ននំប៉័ងស៊ីតអិនមានរសជាតិឈ្ងុយឆ្ងាញ់នំប៉័ងផ្អែមនំប៉័ងបាយយងនំប៉័ងបាយ័ននំប៉័ងស៊ីតអិនមានរសជាតិឈ្ងុយឆ្ងាញ់នំប៉័ងផ្អែមនំប៉័ងបាយយងលក់នំប៉័ងស៊ីតអិនស៊ីដើម្បីទៅមើលអានោះបែបនំប៉័ងហ្នឹងវាស៊ីនៅមុខស៊ីតអិនហើយបានមើលទៅមើលវាលក់នំប៉័ងទៅបង្ងើយថ្ងៃគេជូនផ្កាគ្នាទេយ៉ាប់ទៅវិញអត់គិតជូនផ្កាយើងអីមកលក់នំប៉័ងលបងយើងគិតគូរឿងសុភាដែរអូណ៎មកហើយគាត់តម្រង់ទៅលបងណាសុំសុភាមួយមកបាទលបងទៅដែរសុំស្គាល់នេះបាទទឹកមីអូនចោលហ្នឹងទៅណាមកបាទលបងអេស្រស់ស្រាយថ្ងៃនេះបាយហើយស្រស់ស្រាយដឹកសង្សារទៅណាហើយជីដើរលេងហ្មងនិយាយខ្លាហាននេះមកញ័រហ្នឹងជីដើរលេងមកជីដើរលេងអញ្ចឹងឡើងដប់ស្នេហាហ៊ានដល់ពេលគ្រាន់តែនិយាយអត់ហ៊ានស្រាប់បងណាហើយដឹកទៅណាតែលេងកោះពេជ្រហ្នឹងបង
លឺតិចទៅមកលេងកពេចបងស្កាត់ដៃឥឡូវ ពេចហើយសុំសួរបន្តិចមានដឹងថ្ងៃហ្នឹងថ្ងៃអីទេ បាទបងថ្ងៃហ្នឹងថ្ងៃបុណ្យក្តីស្រឡាញ់ហ៎នេះសង្សារបងសង្សារ មិនសង្សារសាងាប់ ប៉ុនសង្សារងាប់មែន អត់ទេបងសង្សារ ប៉ុនសង្សារម៉េច ហ្នឹងបងសង្សារបងសង្សារ មែនទេថ្ងៃនេះគេប៉ុនសក្តីស្រឡាញ់ មិនបងឯងដឹង អាណាទៅដឹងថាថាđâuក៏នេះ លឺតាគេ បងឯងដឹងហ៎ឯងសួរយើងចិត្ត អត់យកឆ្លើយហើយ វាយបិទមីក្រូណា អើបងអូនជាស្រ័យឲ្យលេងទេបាទអូខេឥឡូវនេះមានមតិអីខ្លះចំពោះថ្ងៃ14កុម្ភៈនេះ បាទយល់ឃើញមិនដែរបាទសម្រាប់ថ្ងៃនេះបាទ ថ្ងៃហ្នឹងខ្ញុំឃើញថាខ្ញុំសង្សារខ្ញុំទៅស៊ីស៊ីនណា បាទហៅមើលហៅម៉េចទៅស៊ីណាម៉េច អីទៅស៊ីស៊ីនហ្នឹងថ្ងៃនំប៉័ងផងហើយទីសាច់គោអាំងផងអស់លុយច្រើនណាខ្ញុំឲ្យស៊ីស៊ីនខាតយើងងាប់ហី អូបាទ បាទបងប្អូនបងប្អូននេះចោលម៉ាស៊ីនដល់ បាទសុំចេញទៅម្ខាងទីបងណាបាក់គេដល់បងបាទ ចោលម៉ាស៊ីនណាបាទថយចេញបាទថយចេ ចេ ញ ញបាទ បាទអរគុណបាទចំពោះប្រិយមិត្តម្នាក់ដែលគាត់បាននិយាយថាថ្ងៃ14នេះគឺគាត់នាំមិត្តស្រីរបស់គាត់ទៅស៊ីស៊ីនហ្មង បាទនេះជាការយល់ឃើញរបស់គាត់ទៅលើថ្ងៃ14កុម្ភៈ បើយើងនិយាយស៊ីស៊ីនវាខុសស្ដាប់យើងនិយាយថានាំទៅស៊ីកលៀតគោ អូកលៀនអើយស៊ីដែរវើយ អូខេឥឡូវនេះយើងជួបជាមួយម្នាក់ទេណោះដើរមកแล้วបងតោះស្កាត់ ស្កាត់ស្បែកស្អាតហ្មងអីប្រុសស្អាតតាមើលច្រឡំវើយ បងអើយបង មកសុំសម្ភារបន្តិចទៅណាអីថ្ងៃនេះ តោះលបងអេឈប់សិនសម្ភារមួយ បាទមានការអីបងមានការអី មកចូលមកនេះសិន បាទ សុំសួរថាទៅណាថ្ងៃហ្នឹង ចូលរួម14កុម្ភៈ Valentine's Day យើងហ្នឹងណា ចូលរួមមានធៀបអត់ចូលរួមហ្នឹង អត់មានធៀបទេ យ៉ា ហៅតាម Facebook ហ្នឹង អូ អីយល់ឃើញមិនចំពោះថ្ងៃ14កុម្ភៈនេះបាទ ថ្ងៃ14កុម្ភៈហ្នឹងដូចសบายសម្រាប់យុវជនយុវនារី អូបាទហើយបាទ យុវនារីយុវជនហើយចុះមាននាំសង្សារទៅដើរលេងអត់ថ្ងៃនេះ គេនាំអស់ហើយហ្នឹងយើងចាំការមិននាំដែរ នាំទៅណា នាំទៅនេះទៅណោះហ្នឹងណា ស៊ីក្លៀតគោអី និយាយច្បាស់មើលនេះនោះណា នេះណោះម៉េចនិយាយមើល បាទដូចអូនមួយនោះមិនអត់បានទេនោះយកទៅជួយ ជួយទៅណាបានកាច់ទៅណាបានហើយ អត់ទេយើងគ្រាន់តែនាំទៅដើរលេងពេលល្ងាចលំហែកាយចឹងហ្នឹងណា ចឹងហើយចោះចំពោះគ្រួសារនោះមិនដែរគិតមិនដែរទៅគាត់ចោលទេម៉េច គ្រួសារបន្ទាប់ពីនាំសង្សារនាំចាំទៅជាមួយគ្រួសារវិញ ជុំគ្នាញ៉ាំអីចឹងតើ បាទជុំគ្នាញ៉ាំអី ល្អណាស់ណាមិនដូចអាជួយមើល ជួយបានទេជួយ ជួយនឹងទៅណានោះទៅផ្ទះ អរគុណច្រើន ល្អទៅខ្ញុំហ៎បងអើយ បាទអរគុណ បាទ អរ អរលា បាទអរគុណដែលផ្ដល់បទសភាបាទជួបគ្នា បាទយក500ចាយទេ ទៅហើយ អូខេអរគុណបាទអរគុណ បាច់ផង You and I could be like Sonny and Cher, Honey and Bezo. And you and I could be like Aladdin and Jasmine. បាទអូខេបន្ទាប់ពីសម្ភាសជាមួយនឹងប្រិយមិត្តដែលគាត់បានដើរកាត់កន្លែងដែលយើងឈរជើងនោះបាទហើយក៏បាន ទីយោផ្សាយរបស់យើងនៅខាងក្រៅបាទ ឃើញថាមានមតិខុសៗគ្នាជាច្រើនអាជួយនោះក៏ផ្សេងទៅហើយបងប្រុសមួយមិញក៏ផ្សេងទៅបាទ តែសំខាន់យល់ថាមួយណាល្អលោកបង ខ្ញុំគិតថាជួយនោះវាចោលសៀទៅហើយ អូជួយតែឯងចូលចិត្តជួយ លបងឲ្យវាអត់លិតទេវាចូលចិត្តថាជួយនោះហើយគាត់ថាលបងទីប្រិយមិត្តទី2ដែលគាត់មកនិយាយគាត់ថាថ្ងៃនេះគាត់បានចំណាយពេលវេលាជាមួយនឹងមនុស្សស្រីដែលគាត់ស្រឡាញ់ហើយចំណាយពេលវេលាជាមួយនឹងក្រុមគ្រួសាររបស់គាត់នៅថ្ងៃទី14ជាថ្ងៃបុណ្យនៃក្តីស្រឡាញ់នេះបាទ មិនបនទេលោកបងមិនមែនតែនទេគេប្រើតែទិវាទេណាទិវាអញ្ចឹងបនទិវាបនក្តីស្រឡាញ់មកបនក្តីស្រឡាញ់ហ្នឹងងាប់បនសពបនស្អីខ្លះទេបាទអូខេបាទ I don't know why I'm strong. បាទអូខេហើយឥឡូវនេះក៏ឈានចូលមកដល់ទីបញ្ចប់ហើយវាដូចជាវែងក្រាស់ក្រែឡើយហើយបាទបងហ្វីប៉ុន្តែយើងធ្វើនេះគឺដើម្បីឲ្យបានដឹងពីមតិយោបល់ក៏ដូចជាសកម្មភាពរបស់យុវជនយុវវ័យយើងនៅក្នុងថ្ងៃ14កុម្ភៈនេះបាទត្រឹមត្រូវហើយបាទហើយជាចុងក្រោយពួកយើងក៏មានសារអប់រំបន្តិចបន្តួចជូនទៅដល់យុវជនយុវនារីដែលកំពុងតែមានវត្តមាននៅក្នុងโลกនេះហើយក៏ដល់យុវជនយុវនារីដែល
គួរយល់ដឹងថាថ្ងៃនេះគឺជាថ្ងៃបុណ្យទិវានៃសេចក្តីស្រឡាញ់បាទមិនមែនជាថ្ងៃដែលយើងប្រគល់ខ្លួនប្រគល់ប្រាក់មិនមែនទេបាទទៅឲ្យមិត្តប្រុសរបស់យើងទេបាទមិនមែនទេបាទជួយវាចាំទៅអទេបងនោះបាទដែលថាយកសង្សារទៅធ្វើអញ្ចឹងគេហៅពួកអាជួយបាទឈ្មោះវាអាជួយធ្វើអញ្ចឹងធ្វើអីធ្វើវាស្ងួនបាទតែគេឲ្យគួរយល់បាទណាគួរយល់អំពីបញ្ហានេះហើយក៏សូមគិតគូរដល់គ្រួសារក្រុមគ្រួសារពងដែររបស់យើងគឺយើងមិនគួរណាធ្វើអញ្ចឹងបែបនេះទេបាទចូលរួមទាំងអស់គ្នាបាទដើម្បីកុំឲ្យថ្ងៃក្រោយទៅវាអាចប៉ះពាល់ទៅដល់សង្គមផងកិត្តិយសក្រុមគ្រួសារទៀតមែនតើទៅបាទត្រឹមត្រូវបាទបើសិនជាយើងមានផ្ទៃពោះដោយយថាហេតុអីចឹងណាយើងមិនបានការពារតាមពិតយើងមិនគួរយើងអត់មានសិទ្ធិអីទៅហាមឃាត់ទៅធ្វើអញ្ចឹងទេប៉ុន្តែគួរតែធ្វើបាទដោយបាទគេហៅថាសុវត្ថិភាពបាទគេហៅថាសុវត្ថិភាពបាទហើយជៀសវាងបាទការប្រឆាំងពីប្រពៃណីផងដែរបាទហើយបើយើងមានកូននេះទៅធម្មតាទេគឺថាក្មេងៗគឺថាយកចេញយកអីនោះវាបាបធ្ងន់បាទទេបាទអញ្ចឹងហើយគូគិតបាទមុនធ្វើអ្វីមួយសូមគិតដល់លទ្ធផលបាទបាទគុណច្រើនបាទប្រិយមិត្តអ្នកស្ដាប់បាទនៅពេលនេះកម្មវិធីយើងក៏សូមចប់តែត្រឹមនេះបាទជាចុងក្រោយនោះគឺគេថាចិត្តដល់ថ្ងៃចូលឆ្នាំចិនទៅហើយប្រពៃណីចិនបាទបាទហើយសូមផ្ញើផ្ដាំបញ្ញាសាបន្តិចទៀតបាទថាបងប្អូនបើផឹកស្រវឹងកុំបើកបហើយបើសិនជាបើកបកុំផឹកស្រវឹងបាទវ៉ាអាលបលយកដល់បើកឡានរេពេញផ្លូវអើយមកមុខអី But it's a good excuse, but I love to use, baby. I know what to do, baby. I will love you. I'll love you. I'll love you. Love. បាទសូមជម្រាបសួរប្រិយមិត្តដែលកំពុងតែអង្គុយចាំ like comment និង share បាទទំព័ររថយន្ត Free FM 190 km ជាទីគោរពរាប់អានបាទនៅពេលនេះកម្មវិធីយើងបានត្រឡប់មកជួបប្រិយមិត្តអ្នកស្ដាប់សារជាថ្មីទៀតហើយបាទតាមពេលវេលានិងម៉ោងដដែលឬបងខ្លៃស្រីសើបាទកាលពីសប្តាហ៍មុនក៏យើងបានបាញ់នៅស្រីបាទមិត្តនារីខ្លាំងណាស់ដៃណាស់ដែរណាមួយបងតិនហ្វីលូបាទហើយថ្ងៃនេះក៏យើងចាប់ផ្ដើមបាញ់ប្រុសម្ដងបាទកុំឲ្យបានចិត្តអាកូនបាទរួយខ្លួនណាគឺមានរួយខ្លួនដែរបាញ់ទាំងប្រុសទាំងស្រីបាទបាញ់ស្មើដៃមកគេថាយើងលំអៀងត្រឹមត្រូវមិនមែនថាកាន់ជើងខាងប្រុសទេប្រុសក៏មានខុសដែរខុសបាទដូចជាបញ្ហាច្រើនតែថាបញ្ហាស្រីនោះគាត់គ្នាឆាតជាមួយមិត្តភ័ក្តិគេនៅក្នុង Facebook ហ្នឹងណាឆាត BB អញ្ចឹង like BB អញ្ចឹងទៅគេអរគុណឲ្យហ្នឹងក៏ខឹងប្រច័ណ្ឌគេដែរក៏ឆ្ងល់ដែរធម្មតាយើងស្រឡាញ់គ្នាយើងមិនអាចបិទសិតគេទេត្រូវមិត្តភ័ក្តិគេអាចលេងគ្រប់ពេលយើងមិនអាចបិទសិតគេទេព្រោះយើងស្រឡាញ់គេយើងមិនមែនឪគេទេអូខេអញ្ចឹងបងឯងអញ្ចឹងដែរអត់ទេខ្ញុំអត់ទេគេលេងទៅអូនខ្ញុំលេងទៅលេងទៅតាមធ្វើចិត្តបាទតែលេងច្រើនវិញក៏នេះដែរមកជ្រុលពេកណាជ្រុលពេកណាយើងលេងធម្មតាក្នុងមិត្តភ័ក្តិបាទមកជ្រុលពេកបាទមកដូចជាបញ្ហាមួយទៀតនោះគឺខាងស្រីធម្មតាគេឃើញរូបប្រុសស្អាតតារាថៃកូរ៉េនោះក៏ជាថា idol របស់គេណា idol គេហើយគេសេរូបគេយកផុសគេដាក់រូបបេះដូង sticker គេដាក់ idol ហ្នឹងណាសង្សារប្រុសទៅប្រច័ណ្ឌនេះណាធ្វើចឹងធ្វើអីណាដើម្បីអីប្រច័ណ្ឌគេធ្វើអីគេគ្រាន់តែ idol គេទេគេមិនដែរយក idol គេបានទេគ្រាន់តែស្រឡាញ់ហើយយកទៅប្រច័ណ្ឌគេអត់ជឿគេ 3-4 ថ្ងៃវាចាក់វាអត់លិត3ថ្ងៃហ្នឹងទៅត្រូវហើយនិយាយថាប្រុសយើងហ្នឹងវាចេះយករូបស្រីស្អាតវាសេវទុកយកទៅ fab បាទត្រូវហើយគេវា fab អីកើតដូចយើងចេះគេប្រច័ណ្ឌហើយធ្វើចឹងធ្វើអីដើម្បីអីបាទដូច្នេះប្រុសយើងគួរគិតខាងស្រីមកធម្មតាគេស្រឡាញ់យើងគឺគេស្រឡាញ់ហើយហ្នឹងហើយយើងមើលចិត្តមើលអីគ្នាបាទមួយទល់នឹង1ទល់នឹង1បាទត្រួយឆ្លងជំងឺអេដត្រឹមត្រូវយើងប្រើស្លោតែហ្នឹងដូចមេសេខាងកៅជាងមេសេមិនហ៎មេសេយ៉ាងសាជប់ប្រច័ណ្ឌអូនទៀតខ្លាចតែបងមានស្ទៀតដែលត្រីងៀតវាឆ្លៀតរពងហើយវាមានរឿងអាហួសហេតុមួយដែរលោកបងរឿងស្អីលោកបងរឿងប្រច័ណ្ឌជាមួយសត្វចិញ្ចឹមហេសត្វស្អីថាឃើញគេផុសស្និទ្ធស្នាលជាមួយឆ្កែគេហ្នឹងយ៉ាងដែរប្រុសយើងហ្នឹងប្រច័ណ្ឌអានេះវាហួសហេតុហើយចូលហួសហេតុហ្មងគាត់ឆ្កែថតមួយឆ្កែអោបថោកគ្នាហ្នឹងខឹងហ៎មិនតែអោបឆ្កែមិនមកបងគាត់ថាស្រឡាញ់ឆ្កែជាងអញ
មិនចង្រៃណាស់ចឹងណាហើយបញ្ហាឆ្កែវាមិនជុំទេជុំគេឪពុកគេណាប៉ាគេណាគាត់ណាអោបគ្នាថតផុស Facebook ហ្នឹងអាម៉េចស្រឡាញ់ប៉ាជាងបងតែវាអញ្ចឹងធ្វើអីបានប្រយោជន៍អី ទៅមានស្ងួនធ្វើចឹងធ្វើអីមុំមកបញ្ចុះអញ្ចឹងបងប្អូនប្រុសយើងទាំងអស់បាទគួរគិតបាទកុំយើងវាចង្រៃយើងវិញណាបើសិនតែយើងប្រច័នច្រើនវិញវាអន្តរាយដល់ស្នេហាយើងទេព្រោះអីតែយើងប្រច័នច្រើនខាងស្រីនេះវាចាប់ផ្ដើមអស់ចិត្តបន្តមកវាធ្វើឲ្យមានបញ្ហាបែកបាក់ស្នេហាសួរយើងចឹងធ្វើអីធ្វើចឹងដើម្បីអ្វីទៅមានស្ងួនអូខេអរគុណច្រើននេះគាត់ជាការលើកយកមកជជែកកំសាន្តទេប៉ុន្តែវាផ្ដល់សារខ្លះដែរបើយកបានល្អក៏យកទៅបើអាក្រក់មិនបាច់យកទេបាទត្រឹមត្រូវហើយបាទថាល្អក៏យកចោះបាទមិនបាច់ដាក់ថង់អីទេណាបាទហើយបើថាចង់បានល្អជាងនឹងទៀតទូរស័ព្ទហៅពួកខ្ញុំទាំងពីរទៅស៊ីស៊ុបមែនបាទសិនបងប្អូនមានករណីស្នេហាបែកបាក់សាមគ្គីគ្នាបាទអាចខលចូលរួមកំសាន្តបាទតាមលេខទូរស័ព្ទបាទ081 ការ៉េ2ស្វ័យគុណ4បាទអូបងប្អូនអាចយកលេខហ្នឹងកកណនីនឹងចេញលេខទូរស័ព្ទរបស់បងតិនហ្វីលូហើយបាទបាទអូខេបាទឥឡូវក៏ដល់ទីបញ្ចប់ទៅហើយបាទខ្ញុំបាទតិនហ្វីបាទរួមជាមួយនឹងខ្ញុំតិនហ្វីលូសូមអរគុណបាទសូមជម្រាបលាបាទជួបគ្នាតាមពេលវេលានិងម៉ោងដដែលបាយបាយមុំបញ្ចប់ត្រឹមនឹងប្រយ័ត្នអូនខឹងប្រថ្លៃរកប្រចាំថ្លៃមិនទំនងទេប្រុសរៀមរារឿងអូនធ្វើខ្លួននៅពេលនេះម៉ោង10ខែនេះលកាដាក់ប្រចាំអីមិនក៏ដឹងម៉ោងទៀងពេលវេលាតាមផ្កាម៉ោង10